ចាសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានស្ដាប់ព័ត៌មានក៏ដូចជាចំណេះដឹងផ្សេងតាមបណ្ដាញសង្គម YouTube ទាំងអស់គ្នាថ្ងៃនេះ Channel យើងខ្ញុំបាននាំអារម្មណ៍ប្រិយមិត្តមកជួបជាមួយនឹងព័ត៌មានថ្មីទាក់ទងទៅនឹងរឿងរ៉ាវប្រចាំថ្ងៃនៅក្នុងសង្គមអត្ថបទព័ត៌មានរបស់យើងពេលនេះមានចំណងជើងថាកាន់តែធំក្មេងប្រុសតូចនេះគឺវ៉ាន់នីឡាមើលទៅដូចម្ដាយកូនគ្នាដើម្បីឲ្យជ្រាបកាន់តែច្បាស់អំពីអត្ថបទព័ត៌មានតាក់ទងទៅនឹងរឿងរ៉ាវរបស់តារាសម្ដែងក៏ដូចជាពិធីការនីវ៉ាន់នីឡាសូមប្រិយមិត្តតាមដានទាំងអស់គ្នាជាមួយនឹងអត្ថបទ Channel យើងខ្ញុំហើយមុននឹងឈានចូលដល់ព័ត៌មានកាន់តែលម្អិតសូមប្រិយមិត្តជួយចុច Subscribe និង Like ឲ្យ Channel យើងខ្ញុំម្នាក់មួយផងចា៎កាន់តែមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីឃើញអតីតតារាចម្រៀងប្រចាំផលិតកម្ម Record កញ្ញាវ៉ាន់លីឡាបង្ហាញរូបភាពជាមួយក្មេងប្រុសម្នាក់ដែលមានវ័យប្រមាណជា3ខែនោះគេសង្កេតឃើញថាកាន់តែធំក្មេងប្រុសរូបនេះកាន់តែមានទម្រង់មុខដូចវ៉ាន់លីឡាខ្លាំងឡើងគេចាំបានថាកាលពីអំឡុងខែធ្នូឆ្នាំ2019កន្លងផុតទៅនេះវ៉ាន់លីឡាបានបង្ហាញរូបភាពក្មេងប្រុសម្នាក់ដែលទើបតែសម្រាលរួមជាមួយនឹងខ្លឹមសារយ៉ាងដូចនេះថាក្មេងប្រុសម្នាក់នេះខ្ញុំហៅខ្ញុំថាម៉ាក់ក្មេងប្រុសម្នាក់នេះដែលមានឈ្មោះថាជីរីមីមានការសង្ស័យថាក្មេងតូចម្នាក់នេះជាកូនរបស់វ៉ាន់លីឡាផងដែរប៉ុន្តែអ្វីដែលគាត់សម្គាល់ថ្មីនេះវ៉ាន់លីឡាបានបង្ហាញរូបភាពជាមួយក្មេងប្រុសមួយរូបនោះកាន់តែធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យជាខ្លាំងឡើងព្រោះតែក្មេងប្រុសម្នាក់នោះកាន់តែធំមានមុខមាត់និងទម្រង់មុខកាន់តែដូចវ៉ាន់លីឡាស្ទើរតែបេះបិទទៅហើយវ៉ាន់លីឡាបានបញ្ចប់អាជីពសិល្បៈក្រោយពីនាងបានប្រទះរឿងអាស្រូវជាមួយអតីតគូស្នេហ៍កាលពីប្រមាណឆ្នាំមុនតែយ៉ាងណាវ៉ាន់លីឡានៅតែបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងអ្នកគាំទ្រតាមរយៈការ cover បទចម្រៀងថ្មីហើយក្នុងនោះដែរអ្នកគាំទ្រនៅតែតាមដានជីវិតឯកជនរបស់អតីតតារាចម្រៀងប្រចាំផលិតកម្ម Record រូបនេះជានិច្ចដើម្បីឲ្យដឹងកាន់តែច្បាស់តើក្មេងប្រុសម្នាក់នោះថ្ងៃណាវ៉ាន់លីឡាបង្ហើបគឺជាកូនរបស់វ៉ាន់លីឡាឬក៏ជាអ្នកណាធ្វើឲ្យប្រិយមិត្តក៏ដូចជាអ្នកគាំទ្រមានការសង្ស័យនិងងឿងឆ្ងល់ចាំស្ដាប់លទ្ធផលឲ្យដឹងច្បាស់ពីរឿងរ៉ាវនេះតើក្មេងប្រុសម្នាក់នេះគឺជាអ្នកណាតាក់ទងរឿងអ្វីជាមួយនឹងលីឡាជាកូនរបស់លីឡាមែនដែរទេព្រោះវ៉ាន់លីឡាបានបាត់មុខពីសិល្បៈមួយរយៈមកហើយក្រោយពីមានរឿងរ៉ាវបែកបាក់ជាមួយនឹងអតីតគូស្នេហ៍របស់នាងចាដូច្នេះអត្ថបទព័ត៌មានតាក់ទងទៅនឹងរឿងរ៉ាវនេះគឺមានតែប៉ុណ្ណឹងដើម្បីងាយស្រួលក្នុងការទទួលបានព័ត៌មានថ្មីបន្តពី Channel យើងខ្ញុំទៀតសូមប្រិយមិត្តជួយចុច Subscribe និង Like សម្រាប់អត្ថបទព័ត៌មានមួយនេះ Channel យើងខ្ញុំសូមអរគុណនិងសូមគោរពលា